ការបើកនៅ CMD របស់យើងមកចឹង comment ដំបូងរបស់យើងគឺយើងត្រូវទៅ check មើល IP របស់យើងដើម្បីធ្វើការ connect ទៅកាន់ power cell របស់យើងអញ្ចឹងយើងបើក power cell របស់យើងមកបន្តមកទៀតកន្លែងហ្នឹងយើងធ្វើការដាក់ SX ហើយដាក់ username របស់យើងហើយ add ជាមួយនឹង IP របស់យើងដូចរាល់ដងតមកទៀតយើងធ្វើការ comment show all list មកcomment មួយនេះយើងប្រើសម្រាប់ធ្វើការ show file 3ខាងលើហ្នឹងណាអញ្ចឹងយើងប្រើមានពាក្យ head មកពីលើតមកទៀតយើងធ្វើការបង្កើត file comment យើងដែរ MKD ហើយនឹងឈ្មោះបើយើងចង់បង្កើតហ្នឹងតមកទៀតយើង enter មកហើយយើងធ្វើការ CD ទៅកាន់នៅឈ្មោះ Soya SU30 ហ្នឹងតទៅពីយើងចូលបានប៉ុណ្ណឹងយើងធ្វើការទៅបង្កើត file pim.tt របស់យើងហ្នឹងអញ្ចឹងយើង comment មក comment របស់យើងគឺ nano.pim.tt ចឹងបានប៉ុណ្ណឹងយើងធ្វើការបង្កើតឈ្មោះ file របស់យើងមកយើងដាក់ឈ្មោះដូចខ្ញុំដាក់ឈ្មោះ Soya អញ្ចឹងមកហើយយើងថែមអីចំណាំមួយទៀតមកហើយយើងដាក់ឈ្មោះដូចគ្នាអញ្ចឹងមកក៏បានក៏ដាក់ឈ្មោះផ្សេងគ្នាក៏បានដែរចឹងឡើយហ្នឹងយើងសេមកគ្រប់ចំនួនដែលយើងចង់បានមកអញ្ចឹងដើម្បីធ្វើការសេវាយើងចុច Ctrl X មកទៅមកទៀតយើងចុច Y ហើយយើង Enter មកអូខេនេះយើង save ហើយវាចេញមកបែបនេះតមកទៀតយើងធ្វើការ cat pam file របស់យើងនឹងមកនេះវាសូឲ្យឈ្មោះ file ដែលយើងបានបង្កើតមិញហ្នឹងតមកទៀតយើងចង់ឲ្យវាសូ file តែ3ពីខាងលើទេអញ្ចឹងយើង comment ដូចខាងលើមុនដែរគ្រាន់តែយើងដូរឈ្មោះហ្នឹងចឹងយើង comment តាមនេះមកcat ហើយឈ្មោះ file របស់យើងមុននឹងយើងដាក់អីគេហើយបន្ទាប់មកទៀតយើងកុំភ្លេចសញ្ញាមួយនេះហើយយើងកុំភ្លេចhead ហើយដកស្រីមកបើសិនយើងឲ្យវាឃើញ3តែបើសិនយើងចង់ឲ្យឃើញ2ដាក់ដក2មក
មកទៀតយើងចង់រកតន័យដែលវាអាប់ដេតក្រោយគេចឹងយើងធ្វើការ comment ls ដល់ lh នឹងមកតមកទៀតយើងប្រើសញ្ញានឹងមកហើយយើងប្រើថលនឹងហើយយើងដក2ដកឃ្លីហើយដក2ហើយយើងធ្វើការចុច enter មកនេះវាធ្វើការសូហើយនេះយើងមាននេះផែម file របស់យើងនឹងដល់ TXT នៅម៉ោង 6:40 ហ្នឹងអញ្ចឹងដំបូងយើងទៅបើកកម្មវិធីរបស់យើងមកហើយដើម្បីសូលីសរបស់យើងបានយើងត្រូវបើក CMD យើងមកចឹង comment ដំបូងដែលយើងត្រូវធ្វើហ្នឹងគ្រូឲ្យយើងសូ user យើងនៅឈរនៅលើ user មួយណាចឹងយើង comment who am I មកតមកទៀតយើង comment hostname របស់យើងហើយនឹង IP ដែរចឹងយើង comment មក hostname យើងបន្តមកទៀតដូចមិនចឹងយើងរក IP របស់យើងដើម្បីធ្វើការ connect ទៅកាន់ SX ចឹងនេះគឺជា IP របស់យើងតពីយើងបានប៉ុណ្ណឹងមកយើងធ្វើការទៅបើកpower cell របស់យើងមកដើម្បីធ្វើការ connect ទៅកាន់ SX lại ហ្នឹងយើងធ្វើការ comment SX មកហើយនឹងឈ្មោះ user របស់យើងដាក់សញ្ញា add មកហើយយើងដូចរាល់ដងអញ្ចឹងយើងដាក់ IP របស់យើងឡើយនេះយើងដាក់ password របស់យើងចូលមកអានេះយើងចូលដល់កន្លែងធ្វើការសូអលីហើយដែលគ្រូដាក់ឲ្យហ្នឹងចឹងនេះគឺជា comment នៅក្នុងការសូទៅកាន់នៅលេខទាំងអស់ហ្នឹងអញ្ចឹងយើងមានមក comment ls/etc. អាហ្នឹងសញ្ញាដូចធំជាងតូចជាងហ្នឹងជាដាក់តាមហ្នឹងមកតមកទៀតយើងធ្វើការដាក់ឈ្មោះ SU30តមកទៀតយើងធ្វើការ catalog file ដែលយើងបានបង្កើតហ្នឹងអញ្ចឹងយើងធ្វើការ enter មកយើងនឹងឃើញបែបនេះអញ្ចឹងយើង scroll ទៅរកមើលឈ្មោះរបស់យើងមកនេះបើយើងនៅលើគេ ACPI ហ្នឹងតមកនៅខាងក្រោមនេះយើងមានពាក្យ ZSX អញ្ចឹងទី1និងទី2របស់យើងបានធ្វើរួចហើយបន្តមកទៀតយើងធ្វើការ add file 2បន្ថែមទៀតអញ្ចឹង comment អានេះវាដូចជាមួយនឹងពីខាងលើដែរប៉ុន្តែយើងថែមសញ្ញាតូចជាងធំជាងហ្នឹងឲ្យបាន2ដងដើម្បីធ្វើការ add file អញ្ចឹងយើងបន្ទាប់ពីយើង add ហើយយើងធ្វើការ cache ដូចមិញមក
នេះហើយឯងអញ្ចឹងយើងអាចមក check មើល file របស់យើងបានយើងចំណាំពាក្យ set sh នឹង set sh ហ្នឹងទៅអញ្ចឹងយើងរាប់មើលបានយើងមិញបង្កើត2ហើយនឹងបើយើងអាចាស់មួយទៀតវាឡើង3អញ្ចឹងមកខ្ញុំ
ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមកធ្វើការ install RTP server នៅលើ AWS អញ្ចឹងដំបូងយើងត្រូវ login មកមុនសិនហើយកន្លែងនេះកន្លែង United States នេះអានេះយើងត្រូវដូរទៅជា Ohio បន្តមកទៀតដើម្បីធ្វើការងារនឹងបានដំបូងយើងត្រូវចូលទៅកាន់ security group មួយសិនអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវបង្កើត security group កន្លែងហ្នឹងយើងត្រូវដាក់ឈ្មោះ security group របស់យើងអាចដាក់ on security group ដូចជាមួយនឹងលោកគ្រូក៏បានឬមួយក៏ដាក់ត្រឹម on security ប៉ុណ្ណឹងដូចខ្ញុំក៏បានដែរដោយសារតែអានេះខ្ញុំធ្លាប់ធ្វើម្ដងហើយខ្ញុំមានឈ្មោះ on security group មួយបន្តមកទៀតកន្លែង description នេះយើងអាចដាក់ជាប្រភេទlearning យើងដាក់ទៅសេ learning ទៅហើយកន្លែង VPC នេះយើងដាក់ default យើងធ្វើតាមហ្នឹងមកបន្តមកទៀតយើងអាចធ្វើការ create បានហើយអញ្ចឹងបន្ទាប់ពីយើងបានធ្វើការបង្កើត security group ហើយកន្លែងហ្នឹងយើងអស់មកខាងលើវិញមកដើម្បីចូលទៅកាន់ instance របស់យើងណាអញ្ចឹងកន្លែងហ្នឹងយើងធ្វើការ create new មួយអញ្ចឹងយើងចុចទៅលើ LAN instance នេះមកបន្តមកទៀតកន្លែងឈ្មោះនេះយើងដាក់ឈ្មោះអញ្ចឹងខ្ញុំដាក់RTP server នេះមកហើយបន្តមកទៀតកន្លែងនេះយើងចុះមកក្រោមបន្តិចដើម្បី select យកបន្ទូនអញ្ចឹងបន្តមកទៀតយើងមើលវាត្រូវអស់នៅអញ្ចឹងដោយសារតាកន្លែងនេះខ្ញុំបានរៀបចំឲ្យអស់ហើយវាជាប់តាំងពីមេរៀនមុនមកម៉េះអញ្ចឹងអីដែលខ្ញុំត្រូវធ្វើបន្ទាប់ទៀតហ្នឹងគឺខ្ញុំទៅបង្កើត key pair ថ្មីអញ្ចឹងកន្លែង key pair កន្លែងហ្នឹងខ្ញុំដាក់ easy to learning បន្ទាប់ពីបានប៉ុណ្ណឹងខ្ញុំធ្វើការចុច create key pair ហ្នឹងហ្មងអញ្ចឹងយើងអស់មកក្រោមតិចទៀតដើម្បីរកមើលពាក្យsecurity group អញ្ចឹងកន្លែងហ្នឹងយើង select យក security group មកហើយកន្លែងនេះយើងមើលឈ្មោះរបស់យើងមុនហ្នឹងខ្ញុំដាក់ឈ្មោះon security អញ្ចឹងខ្ញុំ select យក on security កន្លែង configure storage នេះអានេះខ្ញុំអត់កែទេខ្ញុំដាក់8នឹងដដែលបន្ទាប់ពីបានប៉ុណ្ណឹងខ្ញុំធ្វើការចុច create LAN instance យកហ្មងអញ្ចឹងមកដល់កន្លែងហ្នឹងយើងធ្វើការចុចទៅកាន់កន្លែង instance របស់យើងមកហើយឈ្មោះរបស់យើងមិញគឺ RTP server អញ្ចឹងយើងធ្វើការ refresh ហើយនឹងចាំវាមិនតិចទៅតិចទៀតវានឹង load សញ្ញា check នេះអញ្ចឹងអានេះវា full ហើយអញ្ចឹងវាចេញពណ៌បៃតងនេះcheck success នេះអញ្ចឹងបន្តមកទៀតអីដែលយើងត្រូវធ្វើយើងអាច select ចូលក្នុងហ្នឹងទៅដើម្បីធ្វើការ connect អញ្ចឹង line ហ្នឹងយើង connect ទៅរាល់ដងទៅយើងចុចធ្វើការ connect ហើយយើងមើលក្នុងហ្នឹងវាមានpublic IP ជាមួយនឹងយើងចូលទៅកាន់ ASX client ហ្នឹងយើងមាន CMOD របស់យើងដូចការងារមុនដែរអញ្ចឹងអ្នកទាំងអស់គ្នាអាច copy ទុកក៏បានឬមួយក៏យើងចាំ switch ចុះ switch ឡើងនៅពេលដែលយើងធ្វើក៏បានដែរអញ្ចឹងខ្ញុំត្រូវទៅកន្លែង download របស់ខ្ញុំដោយសារតែមុនហ្នឹងខ្ញុំ download ទុកនៅក្នុង file download អញ្ចឹងខ្ញុំធ្វើការចុចmouse ស្ដាំមកដើម្បី open git bash ដោយសារខ្ញុំមានស្រាប់ហើយអញ្ចឹងខ្ញុំអត់ចាំបាច់ install ម្ដងទៀតទេកន្លែងនេះអីដែលយើងត្រូវធ្វើគឺយើងត្រូវទៅ copy cmod របស់យើងអញ្ចឹងខ្ញុំអត់ទាន់ copy ទេខ្ញុំអាច switch ទៅ copy ហើយចាំខ្ញុំយកមកផាសខាងនេះអញ្ចឹងណាចឹងតមកទៀតយើងធ្វើការទៅ copy ASX របស់យើងមួយទៀតមកចឹងយើង copy ហើយយើងផាសមកដូចគ្នាចឹងយើង enter វាមកហើយធ្វើការរងចាំវាបន្តិចអញ្ចឹងដោយសារតែរបស់យើងវាអត់ connect ចោលទេអញ្ចឹង
យើងសាកទៅ check មើល security គ្រប់របស់យើងសិនចឹងចូលមកកាន់ security គ្រប់របស់យើងមកហើយយើងរកមើលរបស់យើងគ្រប់របស់យើងមិននឹងឈ្មោះគេ on security ចឹង select យកនេះមកហើយធ្វើការ edit inbound role ចឹងយើង add role មកកន្លែងហ្នឹងអីដែលយើងត្រូវធ្វើកន្លែងនេះយើង select យកលេខ04ដើមហើយ /0 នេះមកហើយបន្ទាប់មកទៀតយើងកែមួយទៀតហ្នឹងគឺ description កន្លែងហ្នឹងខ្ញុំដាក់learning បន្ទាប់ពីបានប៉ុណ្ណឹងយើងធ្វើការ save វាមក security គ្រប់របស់យើងបានទៅកែវាហើយយើងទៅ copy as អីជាងម្ដងទៀតហើយយើងធ្វើការផាសវានៅក្នុង device យើងម្ដងទៀតមកយើងធ្វើការ enter អញ្ចឹងវាដើរយើងកន្លែងហ្នឹងយើង select យក yes មកcommand យើងត្រូវធ្វើហ្នឹងដំបូងគឺយើងត្រូវធ្វើការ update របស់វា update វាជាមុនសិនអញ្ចឹង command update របស់យើងគឺ sudo apt update អញ្ចឹងបន្ទាប់ពីយើងធ្វើការ update វាហើយនៅក្នុងហ្នឹងយើងឃើញថាមាន26 packet អញ្ចឹងយើងធ្វើការ upgrade វាមកយើង comment sudo apt upgrade ចឹងឡើយនេះយើងវាយទៅឲ្យវាបន្តហើយយើងធ្វើការរងចាំវាបន្តិចទៅវាមិនយូរប៉ុន្មានទេបន្ទាប់មកទៀតគឺគ្រូឲ្យយើងធ្វើការ install អញ្ចឹងយើងអាច comment sudo apt install axft pd របស់យើងមកអញ្ចឹងក្រោយ file ឈ្មោះ file របស់យើងហ្នឹងយើងអាចដាក់ដក y មួយដើម្បីឲ្យវាពិសេសមិនចាំឲ្យសួរយើងអញ្ចឹងកន្លែងនេះយើងធ្វើការ cd វាមើលសិនតើវាមានfile ដែលយើងបានបង្កើតនឹងអត់មកទៀតយើងធ្វើការ ls វាមកហើយយើងដាក់ឈ្មោះ file របស់យើងនេះចេញមកហើយ file របស់យើងគឺយើងមានអញ្ចឹងយើងចង់ configuration វាអញ្ចឹងបើសិនយើងចង់ config វាយើងត្រូវ copy file វាទុកមួយសិនអញ្ចឹងកន្លែងហ្នឹងយើងធ្វើការ command sudo ដើម្បី copy file ហ្នឹងទុកមួយអញ្ចឹងយើងដូរឈ្មោះវាពី dot នេះមកហើយទៅហើយកន្លែងចុងក្រោយហ្នឹងយើងចាំថែម dot back មួយមកអញ្ចឹងអានេះយើង copy ទុកណាហើយបន្តមកទៀតយើងធ្វើការ show វាម្ដងទៀតមកអញ្ចឹងបើយើង file របស់យើងសរុបទៅវាមាន2គឺមានដើមមួយនិងមាន copy មួយអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងយើងចូលទៅ
configuration វាអញ្ចឹងដើម្បី configuration វាបានយើងត្រូវ set command nano របស់យើងអញ្ចឹងយើងសេមក sudo nano ហើយតមកឈ្មោះ file របស់យើងហ្នឹងហើយនេះយើងទៅបើកកន្លែង local enable កន្លែងហ្នឹងដាក់ស្មើ yes មកហើយបន្ទាប់មកទៀតហ្នឹងគឺយើងទៅរកមើល right enable ស្មើ yes អញ្ចឹងកន្លែងនេះយើងបើកឡើងមកមួយទៀតហ្នឹងគឺ CX road អញ្ចឹងយើងអូសវាមកក្រោមរៀងឆ្ងាយដែរជាមួយនឹងអីដែលយើងកាយពីខាងលើអញ្ចឹងកន្លែងហ្នឹងយើងទៅបើកវាមកអញ្ចឹងនៅក្រោម CX road ហ្នឹងយើងត allow rival វាមួយទៀតអញ្ចឹងកន្លែងនេះយើងមានកូដមួយយើងអាចទៅ copy ទៅលោកគ្រូតម្លាក់ឲ្យហើយអញ្ចឹងយើង copy វាមកហើយយើងវាផាត់នៅក្រោម CX road ហ្នឹងចឹងបន្ទាប់ពីបានប៉ុណ្ណឹងយើងទៅបើករបស់យើងមកយើងមើលនេះ at the end of line នេះគួរឲ្យ copy អា3នេះមកចឹងយើងធ្វើការ copy មកហើយបន្តមកទៀតអានេះយើង scroll វាទៅក្រោមគេប្រអស់ហើយយើងធ្វើការផាសឲ្យយើង copy មកចឹងបន្ទាប់ពីបានប៉ុណ្ណឹងយើងធ្វើការ control x វាមកហើយកុំភ្លេច save ផងបន្ទាប់មកទៀតយើងធ្វើការ restart វាអញ្ចឹងយើងបី comment sudo systemctl restart ហើយដល់ហើយយើងដាក់ឈ្មោះ file របស់យើងនឹងមកចឹងកន្លែងនេះយើងលុប switch ចោលទៅហើយតមកទៀតយើងធ្វើការចុច enter វាមកបន្តមកទៀតយើងធ្វើការ check color status អញ្ចឹងយើងវាយ command sudo systemctl នឹងដដែលមកយើងដូរ restart ហ្នឹងទៅជា status វិញចឹងយើងឃើញថាវា active ហើយបន្ទាប់ពីវា active ហើយយើងទៅមើលកម្មវិធីមួយឈ្មោះSila file Sila អញ្ចឹងអ្នកនរគ្នាអាចធ្វើការ download វាបានតែដោយសារតែនេះខ្ញុំបាន download វារួចរាល់ហើយអញ្ចឹងយើងធ្វើការ click ទៅលើ app ហ្នឹងហ្មងអញ្ចឹងដំបូងយើងselect ទៅកាន់ file ហើយតមកយើងរកsite manager អញ្ចឹងយើង select លើហ្នឹងមកអញ្ចឹងយើងមើលនៅកន្លែង my site នេះបើខ្ញុំធ្លាប់បង្កើតម្ដងអញ្ចឹងវាមានជាប់អាចារ្យអញ្ចឹងអ្នកនរគ្នាអាចធ្វើការselect យក new site មកអញ្ចឹងកន្លែងនេះយើងកុំភ្លេចដូរយើងដូរអានេះពី transfer ហ្នឹងទៅជា SA ផងដើម្បីយកអាកន្លែង type នេះយើងយក key file អញ្ចឹងកន្លែង key file ហ្នឹងយើងប្រវាទៅរក file របស់យើងមកហើយបើខ្ញុំទុកនៅកន្លែង download ព្រោះខ្ញុំទៅបាន download មុននឹងដែរទេអញ្ចឹងបើសិនជា file យើងច្រើនយើងអាចដាក់អញ្ចឹងមកដល់ផែននេះយើងមានតិចអញ្ចឹងយើង select មកតែច្បាស់ថា file យើងទុកនៅកន្លែងណាដែរណាហើយបន្តមកទៀតកន្លែង user នេះ user ហ្នឹងយើងត្រូវដាក់ថាយុបន្ទុំយើងអាចទៅ check មើលនៅកន្លែងគេបាសយើងហ្មងក៏បានឬមកក៏យើងដឹងយើងសេចូលក្នុងហ្មងក៏បានចឹងកន្លែង host នេះគឺ public IP របស់យើងអញ្ចឹងយើងទៅ copy public IP របស់យើងមកតបមកទៀតយើងធ្វើការកន្លែង port នេះយើងមិនបាច់ដាក់ក៏បានហើយយើងធ្វើការចុច OK សិនមកតមកទៀតយើងចូលទៅកាន់ site manager នឹងដដែលមកហើយយើងចុចយក file របស់យើងមួយហ្នឹងនេះខ្ញុំរាប់បានដូរឈ្មោះយើងអាច
rename បានតែនេះក្នុងវីដេអូនេះខ្ញុំបាន rename អញ្ចឹងយើងធ្វើការ connect មកហើយកន្លែងនេះចុច OK ចាំវាបន្តិចទៅចឹងតមកទៀតយើងសាកទៅបង្កើត new directory មួយសិនអញ្ចឹងយើងដាក់ឈ្មោះរបស់វាមកចឹងឡើយនេះដែលខ្ញុំធ្វើខុសអ្នកនរគ្នាអាចដាក់ឈ្មោះវាឲ្យត្រឹមត្រូវទៅហើយកន្លែងនេះខ្ញុំ rename វាឡើងវិញស្អាតយើងដាក់ថែម new directory ទៀតចឹងចឹងបន្ទាប់ពីយើងបាន new directory ហើយយើងសាកទៅបង្កើត file របស់យើងមួយអញ្ចឹងកន្លែងនេះយើងដាក់ file ដាក់ learning.tat អូខេចឹងធ្វើការចុច OK មកទៅហើយយើងចង់ដឹងថាវាមានអត់ចឹងអាចទៅ check នៅក្នុង Gitbash យើងមកតង់ទៀតក៏បានដែរអញ្ចឹងយើងចូលមកកាន់ Gitbash យើងមកហើយយើងធ្វើការ ls អញ្ចឹងខ្ញុំពិតជាឃើញមានឈ្មោះ file http client អញ្ចឹងបន្តមកទៀតតមកទៀតយើង cd ចូលទៅកាន់នៅ http client ហ្នឹងវាមាន file learning.tat របស់យើងនឹងអត់ចឹងពេលយើង ls វាទៅយើងឃើញមាន file learning.tat អញ្ចឹងយើងអាចធ្វើការ cat ទៅលើ file learning នឹងបានដែរអញ្ចឹងធ្វើការ cat វាមកហើយយើង comment nano មកដើម្បីទៅកែសម្រួលទៅសេអក្សរចូលក្នុងបន្តិចចឹងឡើយហ្នឹងយើងទៅសេ hello ក៏បានឬមកក៏យើងចង់សេពាក្យពេចន៍អីផ្សេងក៏បានចាំមកទៀតយើងធ្វើការសេដូចរដងហ្នឹងអញ្ចឹងបន្តមកទៀតយើងធ្វើការ cat learning file.tat ហ្នឹងមកយើងឃើញមានពាក្យថា hello ដែលយើងបានសរសេរមិញអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអរគុណលោកគ្រូក៏ដូចជាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូខ្លីរបស់ខ្ញុំជម្រាបលាអ្នកទាំងអស់គ្នា